សំឡេងសัตว์យំសំណោះនេះនេះដេញប្រាប់ថានៅទីនេះមានប្រាសាទបុរាណមួយប្រាសាទនេះឈ្មោះប្រាសាទព្រះវិហារច័ន្ទប្រាសាទព្រះវិហារច័ន្ទហ្នឹងហើយបើយើងមើលទៅតាមការបាច់ក្បូរឆ្លាក់នេះគឺកសាងនៅសម័យអង្គរយូរណាស់ហើយសម័យអង្គរព្រោះកាលហ្នឹងបងគេទៅនេះថ្មភក់ថ្មភក់យើងណាថ្មភក់ឲ្យមានជីមានអីស្អាតណាបាច់ខ្លោងទ្វារចូលធំមួយហើយមានខ្លោងទ្វារតូចសងខាង2ទៀតអូខាងនេះមួយខាងនោះមួយខាងនោះខូចខាតហើយនោះអត់មានឃើញនឹងខូចនេះមួយបាទនៅខាងក្រមខាងកើតភ្នំនេះយើងឃើញមានប្រាសាទមួយតែអត់មានឃើញដំបូលអីទេដំបូលនេះគេធ្វើដាក់ខាងក្រោយតែយើងឃើញនៅសល់តែចកទ្វារចូលមេទ្វារបញ្ឈរហើយនិងមេទ្វារផ្ដេកនេះធ្វើអំពីថ្មភក់បាទខាងក្រៅនិងខាងក្នុងនេះក៏ជាមេទ្វារដែរធ្វើអំពីថ្មភក់និងមានជញ្ជាំងធ្វើបិទជុំវិញរូបបដិមាធ្វើអំពីថ្មបាយក្រៀមបាទខាងស្ដាំនេះមានទ្វារតូចមួយដើរចំហៀងនៃព្រះបដិមាបងប្អូនទាំងអស់គ្នាយើងចូលទៅមើលរូបបដិមានៅខាងក្នុងគឺមាននៅសល់រូបបដិមា3តែមិនដឹងវាកសាងឡើងពីថ្មភក់ថ្មបាយក្រៀមឬក៏ពីឥដ្ឋពីស៊ីម៉ងយើងអត់ទាន់ដឹងតែអញ្ចឹងទៅមើលបងប្អូនអញ្ចឹងបងប្អូនតាមដានទស្សនាវីដេអូជាមួយខ្ញុំអីនឹងឪដូចគ្នា2នាក់យើងឃើញនៅក្នុងប្រាសាទមានបដិមា3ព្រះអង្គបាទហើយថ្មទាំងនេះគឺជាថ្មភក់ថ្មភក់ហើយប្រកេះសុទ្ធតែថ្មភក់ទាំងអស់ប្រកេះថ្មីឬក៏ប្រកេះចោលថ្មីគេដាក់ប្រកេះថ្មីទេអូបាទនេះចឹងរូបនេះចាស់ទេតួប្រកាយចាស់ដល់ប្រភពគឺថ្មីអូកាត់ប្រកេះទាំង3ព្រះអង្គចេញហើយប៉ុន្តែដល់ឥឡូវក៏ចាប់ដើមធ្វើប្រកេះថ្មីដើម្បីឲ្យមានរូបប្រកាយគឺប្រកាយតាំងពីបុរាណបាទទាំងកសាងប្រាសាទដើម្បីធ្វើជារូបរាងរបស់បាទទាំង3ព្រះអង្គវិញ3ព្រះអង្គជឿយើងឃើញប្រាសាទព្រះវិហារច័ន្ទនេះមានតម្កល់ព្រះ3ព្រះអង្គបែរប្រភពទៅខាងកើតខាងមុខនេះគឺខាងកើតហ្នឹងហើយខាងភ្នំនោះគឺខាងលិចខាងលិចវិញហ្នឹងហើយចឹងដែលសេះសល់ពីសម័យសង្គ្រាមពលពតមកគឺសល់តែប៉ុណ្្នឹងឯងមានតែដបូលលើបាទដបូលលើទើបតែកែច្នៃឡើងវិញទេនេះទៅធ្វើថ្មីដើម្បីប្រក់ដើម្បីឲ្យមានជាមលុបបាទប៉ុន្តែដែលអ្វីដែលសេះសល់គឺមានតែបន្តិចបន្តួចនេះគឺជាធ្វើជាវីដេអូនេះដើម្បីឲ្យបងប្អូនកូនខ្មែរចំនួនក្រោយឲ្យដឹងថានេះគឺជាវត្ថុបុរាណដែលសេះសល់ពីសម័យពលពតអញ្ចឹងឪហ្នឹងបាទមិនពីពលពតតាំងពីបុរាណកាលមកហ្នឹងប៉ុន្តែគាត់ថាពីការកំទេចកំទីនេះគឺត្រឹមតែស្នាដៃពលពតបល័យពូសានទេបាទអញ្ចឹងអរគុណច្រើនម៉ែបងប្អូនយើងឃើញថានៅបាភ្នំនេះនេះគេហៅអីដែរនេះតាមធម្មតាប្រាសាទបុរាណខ្មែរយើងគេមានផ្ដែទ្វារនិងហោជាងតែប្រាសាទនេះយើងអត់មានឃើញហោជាងទេហើយខឿនកំពែងជុំវិញនឹងបាក់បែកខ្ទេចអស់ហើយនេះជាហោជាងផ្ដែជាផ្ដែទ្វារផ្ដែទ្វារហើយផ្ដែនេះយើងឃើញនៅមានអក្សរខ្មែរបុរាណដែលគេឆ្លាក់នេះជាអក្សរខ្មែរយើងណែជាអក្សរខ្មែរ
បងប្អូនខ្ញុំមិនអាចឃើញអក្សរខ្មែរយើងនេះ នេះនេះអក្សរស ណាសចុះនេះសវិញនេះ អក្សរក កចុះនេះ អក្សររ អូនេះស ហើយបើយើងអានជាបាលីសករាំងនេះអក្សរស អក្សរកហើយអក្សររដាក់ស្រអំតែយើងអានជាភាសាបាលីសករាំងឃើញមាននៅសល់តួអក្សរ3នេះនៅមុខនៃប្រាសាទប្រាសាទច័ន្ទប្រាសាទអង្គច័ន្ទហើយនៅក្នុងប្រាសាទបុរាណខ្មែរមួយគឺតែងតែមានតម្រនេះគឺតម្ររូបឬក៏តម្រសិវលិង្គ អូការគេធ្វើឆ្លាក់អញ្ចឹងតែគេមានឆ្លាក់រូបហើយដាក់សោកចូលក្នុងហ្នឹងហ្នឹងហើយអូបាទយល់អញ្ចឹងយើងឃើញនៅសល់តាខ្លោងទ្វារនេះហើយដបូលពីមុនគឺថាដបូលកោងស្អាតណាតែសម័យប្រពន្ធវ័យកំតិចចោលតិចអស់ធ្វើជាថ្មពួកថ្មមិនដឹងថ្មពួកឬក៏ថ្មក្រៀមថ្មពួក អូមើលនៅសល់ឡានេះថ្នាំគៀននេះដបូលលើបាក់តិចអស់យើងឃើញនេះប្រហែលជាផ្ដែទ្វារនៅសម័យកាលនោះហើយដូនតាយើងគាត់បានឆ្លាក់ឲ្យមើលតសមើលសសបាច់ឡើងចិត្តល្អណាមើលឡើងត្រង់ភ្លឹងហ្មងឡើងល្អចិត្តអីនេះប្រហែលជាផ្ដែទ្វារមេទ្វារដែលគេលើកដាក់ពេលក្រោយព្រោះលើកមុនតាមប្រសាសន៍របស់លោកអ៊ំដែលគាត់នៅមើលថែទីនេះគាត់ថាបាក់បែកគេរស់រើទាញរំលាក់បាក់បែកតិចទីអស់ហើយមានឡើងមានលាក់បាច់ស្អាតណាតែនឹងកោមួយថ្ងៃនេះខាងអប្សរាអាញាធិអប្សរាគេរៀបមើលបំណែកខ្លះទៀតធ្លាក់មកខាងក្រោមហើយគឺបានរើសយកមករៀបក៏ព័ទ្ធជុំវិញនៅទូប្រាសាទនៅបាភ្នំនេះគឺវត្ថុពីបុរាណឬកន្លែងពីបុរាណដែលយើងអាចមានសល់ជាផតតាងអាចធ្វើការសិក្សាបានគឺកំតិចឥដ្ឋនៅលើកំពូលភ្នំនោះហ្នឹងហើយនឹងរូបបដិមាព្រះ3អង្គនេះបាទលោកយាយមេសអីចឹងដែលមានរឿងតាក់ទងជាមួយនឹងបាភ្នំនេះភ្នំសំពៅហើយចឹងពុកម៉ែបងប្អូនកូនក្មួយបើតាមសភៅសិក្សាប្រវត្តិសាស្ត្រខ្មែរគេថានេះគឺជានគរភ្នំដំបូងដែរតែនៅសល់ប៉ុណ្ណេះដែលយើងអាចយកជាផុសតាងនៅក្នុងសម័យកាលមុននោះតែបើចង់ដឹងច្បាស់ក្រុមការងាររបស់យើងខ្ញុំពីកម្មវិធីកុំពូនគរនឹងទៅផ្ដិតភាពនៅភ្នំដាអង្គរបុរីដើម្បីយកមកបង្ហាញជូនពុកម៉ែបងប្អូនឲ្យដឹងថាតើទីនោះជាទីក្រុងខ្មែរដំបូងដែរឬក៏នៅទីនេះបាទឬក៏នៅបាភ្នំនេះអញ្ចឹងសូមពុកម៉ែបងប្អូនកូនក្មួយជួយ like ជួយ share ដើម្បីទទួលបានវីដេអូជាបន្តទៅទៀតបាទអញ្ចឹងយើងចាប់ពីហ្នឹងទៅភ្នំដានៅស្រុកអង្គរបុរីវិញនៅខេត្តកែវម្ដងហ្នឹងហើយបាទទៅបង្ហាញនៅទីនោះថាមានអ្វីខ្លះដែលអាចយកជាទឹកតាំងជាផតតាំងសម្រាប់ធ្វើការសិក្សាបន្តទៅទៀត